បាទបងប្អូននេះគឺជាសកម្មភាពដ៏សស្រាក់សស្រាំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅវត្តពោធិ៍លង្កាក្នុងក្រុងសៀមរាបខេត្តសៀមរាបរៀបចំអំបុកស្រូវថ្មីលិញដើម្បីជូនដល់បងវរៈកងទ័ពជួរមុខភូមិភាគ5មានទិសប្រាសាទតាកបីតំបន់តូចតំបន់ធំព្រះវិហារទាំងព្រះសង្ឃគឺចូលរួមស័ក្តិស្រាំខ្លាំងមែនទែននេះហើយគឺជាសកម្មភាពខ្មែរសាមគ្គីខ្មែរជួយខ្មែរឈ្នះគ្រប់ទិសទីអញ្ចឹងពួកសៀមប្រហែលជាឆ្ងល់ហើយអាវុធអំបុកស្រូវថ្មីហ្នឹងអាវុធអីគេចេញមកពីណាបាទអញ្ចឹងគឺចេញមកពីភាពសាមគ្គីរបស់បងប្អូនយើងទាំងចាស់ទាំងក្មេងសស័កស្រាំទាំងប្រសង់ទាំងកុហកបាទគឺមានភាពស័ក្តិស្រាំខ្លាំងណាស់អញ្ចឹងបន្ទាប់ពីពួកគាត់លេងហើយគឺដាក់ចូលច្រកដបដើម្បីដឹកយកទៅបកគលជូនក្នុងនោះផងដែរក៏មានរៀបចំជាពងទាប្រៃមានជាសាច់ក្រកអញ្ចឹងញាប់ដៃញាប់ជើងគឺសម្រាប់បកគលទៅដល់កងទ័ពជួរមុខផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ឧបត្ថម្ភអាចអញ្ជើញមកវត្តពោធិ៍លង្កាក្នុងក្រុងសៀមរាបបានបាទគឺមានប្រសង់ហើយនឹងក្រុមការងារគាត់ចាំទទួលនៅទីនេះផ្ទាល់បងប្អូនអាចចូលជាសម្ភារៈទៅតាមសទ្ធាជ្រះថ្លាបានបងប្អូនអញ្ចឹងគឺគាត់រៀបចំទៅជាវគ្គជាតនកាលហើយក្នុងនោះផងដែរក៏មានបងប្អូនយើងគាត់ឆ្លៀតយកនំប៉័ងយកមកជូនសម្រាប់ដល់ចុងភៅដែលគាត់បាទស័ក្តិស្រាំដាច់បាយដាច់ទឹកបាទលិញអំបុកក៏ដូចជាចំអិននៅពងទាប្រៃហើយនឹងចំអិននៅសាច់ក្រកអញ្ចឹងគឺមានការរួបរวมសាមគ្គីគ្នាខ្លាំងណាស់នេះហើយគឺជាទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរយើងឥឡូវឡានបងវរៈកងទ័ពដឹកជញ្ជូនស្បៀងបានមកដល់ហើយអញ្ចឹងគឺដឹកចេញទៅពេលយប់អាចទៅដល់នោះនៅពេលដែលរៀងស្ថានភាពរៀងស្ងប់បន្តិចបាទគាត់អាចបញ្ជូនទៅដល់ដៃបងប្អូនវរៈកងទ័ពដែលនៅជួរមុខផ្ទាល់តែម្ដងអញ្ចឹងពីវត្តពោធិ៍លង្កាគឺត្រៀមស្បៀងសម្រាប់បងវរៈកងទ័ពជួរមុខផ្ទាល់បងប្អូនអញ្ចឹងពុកម៉ែបងប្អូនដែលចង់ឧបត្ថម្ភអាចអញ្ជើញមកបាននៅវត្តពោធិ៍លង្កាក្នុងក្រុងសៀមរាបខេត្តសៀមរាបបងប្អូនអ្នកសៀមរាបស្គាល់ហើយអញ្ចឹងសូមអញ្ជើញឲ្យបានកកគឺយើងត្រូវការជំនួយបន្ទាន់សម្រាប់បងវរៈកងទ័ពជួរមុខទៅតាមសទ្ធាជ្រះថ្លាជាកម្លាំងក្តីជាសម្ភារៈក្តីអញ្ជើញបានយើងរួបរวมគ្នាគឺយើងឈ្នះគ្រប់ទិសទីតែម្ដងចឹងឥឡូវរៀបចំដាក់រួចរាល់ហើយគឺមានច្រើនជើងច្រើនជុំដែរចេញជាបន្តបន្ទាប់ហើយពុកម៉ែបងប្អូនយើងក៏គាត់ជូនពរជូនជ័យបងកងទ័ពយើងមានការសាទរហើយនឹងអរគុណនេះហើយគឺជាទឹកចិត្តសម្រាប់ប្រជាជនខ្មែរទាំងមូលខ្មែរសាមគ្គីខ្មែរឈ្នះអញ្ចឹងបងប្អូនអាចចូលរួមបាននៅវត្តពោធិ៍លង្កាអរគុណ